នៅក្នុងអេពីសូតទី7នេះអ៊ីឡៃឆាក៏នៅតែបន្តដេកលងលក់ដោយមិនទាន់ភ្ញាក់ដោយសារតែត្រូវវេទមន្តរបស់អេស្ទើនិងស្រមៃឃើញបន្តទៀតអំពីអតីតកាលរបស់ខ្លួនកាលពីនៅក្មេងដែលអ៊ីឡៃឆាកំពុងរត់ដេញតាមនីក្លាស់នៅក្នុងព្រៃហើយនីក្លាស់ឃើញបងប្រុសមានសភាពបែបនេះគេក៏បានខំព្យាយាមចូលទៅក្នុងសុបិនដែលនិមិត្តដោយវេទមន្តរបស់អេស្ទើនោះដើម្បីរារាំងកុំឲ្យបងប្រុសរបស់ខ្លួនត្រូវអេស្ទើពង្វក់ស្មារតីបន្តទៀតប៉ុន្តែវាមិនអាចធ្វើបានដោយងាយៗនោះទេដោយសារតែអេស្ទើបានចង់បិទនៅមន្តអាគមមិនឲ្យចូលបានបន្ទាប់មកនៅពេលដែល Haley នាងចូលមកមើលនាងសង្កេតឃើញស្លាកស្នាមមួយនៅត្រង់ករបស់ Elijah និងបានសម្គាល់ឃើញថាវាជារបៀបដែលម្ដាយខ្លួនប្រើវាដើម្បីសណ្ដំ Elijah ដោយរុក្ខជាតិម្យ៉ាងឈ្មោះថា Murloc Orchid នេះខ្លៅក៏មិនបង្អង់យូរគេក៏បញ្ញាប់ចេញទៅរករុក្ខជាតិនោះភ្លាមដើម្បីមកបន្សាបវិញចំណែកឯចចក Jackson នៅពេលនេះគេកំពុងតែធ្វើការបូជាទៅលើសាកសពចចក Oliver ដែលបានស្លាប់នៅក្នុងថ្វីដៃរបស់ក្រុមមនុស្សធ្មប់ដោយដាក់បូជានៅលើទឹកទន្លេបាយូនឹងតែម្ដង Haley នាងក៏បានមកចូលរួមសោកស្ដាយផងដែរនិងនិយាយទៅកាន់ Jake ម្ដងទៀតអំពីរឿងឲ្យគេធ្វើជាមេដឹកនាំនៅក្រុមចចកបន្តទៀតប៉ុន្តែ Jake ហាក់ដូចជាគ្មានជំនឿចិត្តដោយសារតែពេលនេះគេគ្មានទំនុកចិត្តនៅក្នុងខ្លួនធ្វើជាមេដឹកនាំអីនោះទេ Haley ក៏បាននិយាយថាពេលនេះក្រុមចចកកំពុងតែត្រូវការមេដឹកនាំ Alpha របស់គេខ្លាំងណាស់បើសិនជាគេមិនព្រមធ្វើតាមនាងនិយាយនោះទេក្រុមមនុស្សចចកប្រកាសជាគ្មានសេរីភាពនិងកុំឲ្យ Oliver ស្លាប់ទៅដោយមិនស្ងប់ក្រោយមក Haley និងចចក Eden ក៏បានរួមដៃគ្នាមករក Marcel ដើម្បីនាំគ្នារៀបផែនការបង្ក្រាបទៅលើ Vincent ព្រោះតែពេលនេះគេកំពុងតែពង្រឹងអំណាចរបស់ខ្លួននៅក្នុងទីក្រុងដែលគ្រប់គ្រងទៅលើក្រុមមនុស្សចចកទាំងមូលហើយ Davina នាងក៏កំពុងតែប្រើវេទមន្តតភ្ជាប់វត្ថុដែលបាក់បែកឲ្យដូចដើមវិញ Cole ក៏បានចូលមករំខាននាងនិងប្រាប់ឲ្យនាងកុំប្រឹងខ្លាំងពេកត្រូវសម្រាកខ្លះទៅហើយនៅសុកនោះស្រាប់តែ Cole ត្រូវវេទមន្តរបស់ Esther ដែលកំពុងតែប្រមានដល់គេឲ្យប្រញាប់មកជួបនាងហើយ Esther ក៏បានបញ្ជាឲ្យ Vincent ប្រញាប់ទៅនាំនាង Khami មកឲ្យលើផងដែរព្រោះវាដល់ពេលហើយដែលផែនការរបស់នាងត្រូវអនុវត្តរួចនាងក៏បានឲ្យរបស់ម្យ៉ាងទៅ Vincent ដើម្បីបន្ទន់ចិត្តដាក់ដូចជាគីថាដាក់ស្នេហ៍ទៅលើនាងប៉ុន្តែគេនិយាយថាគេមិនត្រូវការទេព្រោះគេអាចនាំនាង Khami បានដោយមិនចាំបាច់ប្រើវាចំណែកនេះខ្លះនៅពេលដែលកំពុងធ្វើដំណើរសម្ដៅទៅរកដើមឈើ Murloc Orchid នោះគេក៏បានស្លាប់ឮសំឡេងមនុស្សដែលកំពុងតែតាមលបមើលពីក្រោយគេតាមប៉ុណ្ណោះវាគឺជាឪពុកបង្កើតរបស់គេនឹងឯងគឺចចក Ansel ក៏មានបំណងចង់ជួយនាំផ្លូវនេះខ្លះទៅរករុក្ខជាតិមួយនោះដំបូងឡើយនេះខ្លះគេមិនទុកចិត្តព្រោះគិតថា Ansel ឪពុកបង្កើតរបស់ខ្លួនវាគ្រាន់តែជាឧបករណ៍ដែលម្ដាយរបស់គេប្រើមកដើម្បីឲ្យគេទុកចិត្តប៉ុណ្ណោះក៏ប៉ុន្តែបើសិនជាគេអាចជួយឲ្យឆាប់រកដើមឈើនោះឃើញលឿនបំផុតនោះក៏វាជារឿងល្អមួយសម្រាប់ Elijah ផងដែរដូច្នេះគេក៏សម្រេចចិត្តឲ្យ Ansel នាំផ្លូវគេទៅក្រឡេកមកមើល Haley និង Marcel ហើយនិងសមាជិក3នាក់ថែមទៀតដែលពួកគេកំពុងតែរៀបចំផែនការចាត់ការទៅលើ Vincent បន្ទាប់មក Khami នាងក៏បានចូលរួមផងដែរនិងមានរបស់ពិសេសមួយដែលលោកឪពុកមារបស់នាងគឺលោកឪ Karen បានបន្សល់ទុកឲ្យនៅក្នុងកេសមួយនោះគឺ Marcel បានឃើញមានឧបករណ៍មួយជាច្រវាក់ខ្នោះដៃដែលមានឈ្មោះថា Kinky ដែលមានអាយុកាលរាប់រយឆ្នាំមកហើយវាជាវត្ថុមួយដែលអាចឃុំពួកធ្មប់មិនអាចប្រើវេទមន្តបានដូច្នេះវាអាចជាឧបករណ៍ពិសេសសម្រាប់ទប់ទល់ជាមួយនឹង Vincent ចំណែកនេះ Klaus និង Ansel ក៏កំពុងតែធ្វើដំណើរបន្តទៅរកដើមឈើនោះហើយស្របពេលនឹងដែរ Ansel ក៏បាននិយាយរំលឹកពីអតីតកាលដែលគាត់មិនអាចមករស់នៅក្បែរនេះខ្លះដែលគេនៅក្មេងហ្នឹងដោយសារតែ Esther បានហាមឃាត់ប៉ុន្តែគាត់មិនបោះបង់នៅក្នុងការមកលបមើលសកម្មភាពរបស់កូនឡើយគឺរៀងរាល់ថ្ងៃច័ន្ទពេញបរមីដោយសម្លឹងមើលពីចម្ងាយនៅសកម្មភាពរបស់គេគាត់គឺតាមដានរហូតដែលគេមករស់នៅទីក្រុង New Orleans និងដឹងថាគេមានកូនជាមួយនឹង Haley ក៏បានដឹងដែរនេះខ្លះក៏បានសួរទៅ Ansel ទាំងឈឺចាប់ថាតើគេគួរត្រេកអរឬយ៉ាងណាដែលមានឪពុកនៅឃ្លាំមើលសកម្មភាពរបស់គេប្រមាញ់អ្នកភូមិឲ្យស្លាប់រង្គាលតើគេក្នុងនាមជាឪពុកមានមោទនភាពដែរឬអត់សួរឌឺទៀតបាទដែលមានកូនជាបិសាចបែបហ្នឹងចំណែក Cole វិញគេក៏បានប្រញាប់មកតាមបញ្ជារបស់ Esther ភ្លាមបើមិនចឹងទេទូកសាច់លើហើយបាទ Esther ក៏បានដឹងដែរថា Cole បានលាក់បាំងពីរឿងដែលគេបានដឹងឪពុក Michelson ត្រឡប់មកវិញនោះប៉ុន្តែ Cole រលេះថាគេមិនបានប្រាប់រាយការណ៍ហ្នឹងគឺដោយសារតែគេមិនចង់ឲ្យខូចផែនការព្រោះខ្លាច Davina នាងមិនទុកចិត្តគេបន្ទាប់មក Esther ក៏បានបញ្ជាម្ដង
ទៀតត្រូវធ្វើយ៉ាងណានាំយកកំបិត The White Oak Steak ពីដាវីណាឲ្យបានមិនខ្វល់ថាគេធ្វើតាមវិធីណាឡើយបន្ទាប់មកខូលក៏បានណាត់ដាវីណាមកជួបដើម្បីនិយាយរឿងហ្នឹងប្រាប់ទៅនាងពីគោលបំណងរបស់ម្ដាយគេចង់បានកំបិត The White Oak Steak ពីនាងហើយខូលក៏ដឹងច្បាស់ថាដាវីណាប្រកាសជាមិនឲ្យនោះឡើយប៉ុន្តែគេមានវិធីផ្សេងគឺគេសុំឈាមរបស់នាងដើម្បីធ្វើពិធីចូលទៅក្នុងភ្នោមួយដែលនៅខាងមុខនេះឯងហើយនៅក្នុងនោះគឺវាមានរបស់ដែលអាចធ្វើឲ្យគេប្រើប្រាស់ចាំបាច់បន្ទាប់មកខូលក៏បានចូលទៅក្នុងនោះបាននិងបានបង្ហាញប្រអប់មួយដែលមានលាក់ទុកកំបិត Dagger ដែលសម្រាប់ចាក់ទ្រូង Vampire ធ្វើឲ្យគេដេករហូតទាល់តែដកចេញវិញទៅភ្ញាក់ដែលនេះKlausធ្លាប់បានធ្វើដាក់គេពីមុនដាវីណានាងឮបែបនឹងភ្លាមគឺចាប់អារម្មណ៍កំបិត Dagger នឹងយ៉ាងខ្លាំងចំណែក Vincent នៅពេលនេះវិញគេកំពុងតែ dating ជាមួយនឹង Cammy តាមបញ្ជាម្ដាយរបស់ខ្លួនហើយ Cammy នាងក៏កំពុងតែរៀបចំផែនការដើម្បីធ្វើស៊ីគេដែរតាមផែនការដែលបានគ្រោងទុកមួយសន្ទុះក្រោយមក Cammy ក៏ធ្វើជាជាប់រវល់និយាយទូរស័ព្ទដើរចេញទៅខាងក្រៅដោយគេចាំ Cammy យូរពេកគេក៏បានដើរចេញទៅរកមើលស្រាប់តែឃើញនាងដេកដួលនិងឃើញមានមនុស្សចចកម្នាក់បានវាយប្រហារទៅលើនាងហើយចចនោះក៏បានគេចខ្លួននិងបន្សល់នៅរបស់ទុកឲ្យ Vincent ផងដែរចំណែកនេះខ្លះនៅពេលនេះគេក៏បានមកដល់ដើមឈើនោះហើយក៏ត្រូវជីកយកឫសវាមកកំឡោចធ្វើជាថ្នាំបន្សាបសម្រាប់ Elijah នៅពេលយប់ឡើង Ensol ក៏បានបន្តនិយាយអំពីអតីតកាលរបស់គេទៀតនិងរៀបរាប់ដល់ចំណុចមួយដែលគាត់បានដឹងគ្រប់បែបយ៉ាងនោះហើយចុងក្រោយអ្វីដែលភ្ញាក់ផ្អើលនោះនៅពេលដែល Ensol គាត់បាននិយាយថាតាមការពិតគាត់ក៏ដឹងដែរថាកូនស្រីរបស់គេគឺនៅរស់នេះខ្លះក៏បានបដូរទឹកមុខដែលអាចកំបាំងមួយនេះគេមិនដែលបានប្រាប់ទៅនរណាម្នាក់ក្រៅពីបងប្អូនរបស់គេនិង Haley នោះឡើយអារម្មណ៍នៅពេលនេះគឺធ្វើឲ្យនេះខ្លះកាន់តែច្របូកច្របល់មែនទែនចំណែក Vincent គេក៏បានខឹងយ៉ាងខ្លាំងនៅពេលដែលមានមនុស្សចចមកវាយប្រហារទៅលើ Cammy ហើយក៏បានខលទៅព្រមាន Aiden ដែលជាចចមើលការខុសត្រូវហ្វូងចចទាំងអស់នៅក្នុងទីក្រុងនិងបញ្ជាឲ្យគេមកជួបជាបន្ទាន់ស្របពេលដែល Haley នាងកំពុងតែព្យាបាលទៅលើមុខរបួសដែល Haley នាងជាអ្នកខំដើម្បីបោក Vincent នឹងឯងនៅពេលនេះគឺគម្រោងពួកគេនឹងមានផែនការបន្ទាប់ទៀតចំណែក Cole ក៏បានយកត្បូងនាគរាជមួយដើម្បីសូត្រគាថាមកប្រែក្លាយខ្សែមួយឲ្យក្លាយជារបស់មានតម្លៃនៅពេលដែលគេចាប់ដៃដាវីណាហើយនោះនឹងប្រាប់ឲ្យនាងសូត្រតាមនៅអ្វីដែលគេបានប្រាប់មួយសន្ទុះក្រោយមកខ្សែមួយក៏បានមានអណ្ដាតភ្លើងឆេះឡើងហើយ Cole គេក៏នៅតែមិនចោលអាចរិតព្រានារីនឹងដែរបាទគឺលួចបន្លំចាប់ដៃដាវីណាដែលធ្វើឲ្យនាងមានអារម្មណ៍ផ្លឹកបន្តិចដែរក្រោយមកគេក៏បានរើសខ្សែនោះដែលបានប្រែក្លាយទៅជាខ្សែដៃមួយយ៉ាងស្រស់ស្អាតដើម្បីពាក់ឲ្យនាងជំនួសកងដៃវេទមន្តរបស់នាងដែលគេបានធ្វើឲ្យខូចពីលើកមុនចំណែក Ensol នៅពេលនេះក៏បានធ្វើថ្នាំបន្សាបពីឫសរុក្ខជាតិនោះរួចរាល់ហើយក៏បានប្រគល់ទៅឲ្យនេះខ្លះដើម្បីប្រញាប់ទៅជួយ Elijah ប៉ុន្តែនៅក្នុងចិត្តនេះខ្លះនៅពេលនេះគេមិនចង់ឲ្យខ្លួនឯងក្លាយជាឪពុកដែលអាត្មានិយមនៅឡើយដែលមិនព្រមការពារកូនតាំងពីដំបូងដូចជាឪពុកខ្លួននៅពេលនេះឡើយដូច្នេះអាចកំបាំងដែល Ensol បានដឹងនោះវាដូចជានាំសារទៅប្រាប់ Esther ឲ្យដឹងដូចគ្នាក្រោយមក Nicholas ក៏ដាច់ចិត្តសម្លាប់ឪពុកបង្កើតខ្លួនឯងនៅពេលនឹងតែម្ដង Nicholas អត់ខ្លាចចុះនៅរក់ទេបាទដោយសារតែគេចង់ការពារជីវិតកូនស្រីរបស់ខ្លួនចំណែកឯ Aiden គេក៏បានមកតាមបញ្ជារបស់ Vincent ហើយនៅគណៈពេលនឹងដែរគេក៏បានដឹងការពិតថា Aiden គឺជារនុកក្នុង Josh ក៏បានចូលមកជួយនឹងគូស្នេហ៍របស់ខ្លួនដែលស្រឡាញ់ភេទដូចគ្នាប៉ុន្តែដូចជាមិនទាន់បានតដៃស្អីបន្តិចផងបាទ Vincent ក៏បានប្រើវេទមន្តកាច់ករបស់គេដេកស្ដោកភ្លាមៗតែម្ដងសំណាងល្អមែនទែនដែលបានចចក Jackson មកជួយ Haley ទាន់ពេលវេលាបន្ទាប់មក Cammy នាងក៏បានយកច្រវាក់វេទមន្តក្នុងការបង្ក្រាបធម្មពលធ្មប់មកដាក់ទៅលើ Vincent ភ្លាមៗតែប៉ុណ្ណេះគឺចប់ហើយបាទមិនអាចប្រើវេទមន្តស្អីទៀតបានទេចំណែកនេះ Klaus នៅពេលនេះវិញគេក៏បានយកឫសរុក្ខជាតិនោះមកលាបនៅលើក Elijah និងនិយាយប្រាប់ទៅបងប្រុសរបស់ខ្លួនអំពីរឿងរ៉ាវគ្រប់បែបយ៉ាងទាក់ទងនឹងស្ថានភាពនៅពេលនេះក៏ដូចជាការរួមដៃគ្នាពីអ្នកបងប្អូនដើម្បីការពារជីវិតរបស់ Hope ឲ្យរួចផុតពីសត្រូវទាំងឡាយដែលចង់បានជីវិតនាងនេះខ្លះក៏បាននិយាយថាបើសិនជារូបគេគ្មានបងប្រុស Elijah នៅចិត្តនៅក្បែរនោះទេគេមិនមានសង្ឃឹមថាគេនឹងអាចការពារ Hope បានឡើយក្រោយមក Elijah ក៏បានដឹងខ្លួនមកវិញបន្ទាប់ពី Elijah ដឹងខ្លួនមកវិញនោះនេះខ្លះក៏បានដាច់ចិត្តនិយាយប្រាប់អំពីរឿងរ៉ាវដែលគេបានសម្លាប់ឪពុកបង្កើតរបស់គេហើយ Elijah ក៏មិនបានបន្ទោសនេះខ្លះដែរហើយនិយាយថាគេធ្វើនេះគឺដើម្បីការពារកូនស្រីគេប៉ុណ្ណោះចំណែក Esther នៅពេលនេះគឺនាងកំពុងតែភ្ញាក់ផ្អើល
យ៉ាងខ្លាំងនៅពេលដែលឃើញចចក Ansel ត្រូវបានស្លាប់ដោយព្យួរនៅក្នុងមុខនាងបែបនេះដែលមិននឹកស្មានថានេះខ្លះហ៊ានលើកដៃសម្លាប់ឪពុកបង្កើតខ្លួនឯងបែបនេះសោះចំណែក Cole នៅពេលនេះវិញគេកំពុងតែបីដាវីណាដាក់នៅលើគ្រែដោយសារតែនាងអស់កម្លាំងរហូតដល់គេងលក់ហើយស្របពេលដែល Marcel កំពុងតែឈរសម្លឹងពីសកម្មភាពរបស់ Cole ផងដែរចំណែក Elijah ទោះបីជាគាត់ភ្ញាក់មកវិញក៏ស្រមៃឃើញពីសកម្មភាពរបស់ខ្លួនសម្រាប់នារីដែលខ្លួនស្រឡាញ់នៅពេលនោះដែរក្រោយមកនៅពេលដែល Davina នាងភ្ញាក់ដឹងខ្លួនមកវិញស្រាប់តែបាត់កំបិតនៅវាយអុកស្តេកព្រមទាំងបាត់ Cole នាងគិតក្នុងចិត្តណាស់ច្បាស់ជា Cole លួចកំបិតនឹងទៅហើយចំណែក Esther នាងក៏បានមកជួប Cammy ដោយផ្ទាល់រួចក៏បានប្រើវេទមន្តទៅលើនាងចំណែក Haley និង Marcel ក៏បានចូលមកជួបនឹង Nicholas Elijah ហើយក៏បាននិយាយថានៅពេលនេះពួកគេមានកាដូពិសេសដើម្បីបង្ហាញឲ្យពួកគេមើលនិងស្វាគមន៍ទៅ Elijah ដែលត្រឡប់មកវិញហើយកាដូពិសេសរបស់គេនោះគឺ Vincent និង Cole នឹងឯងបាទដែលពួកគេចាប់យកមកនិងបានប្រើខ្នោះដៃសម្រាប់បង្ក្រាបវេទមន្តពួកគេនៅពេលនេះ Nicholas ក៏បានញញឹមបិទមាត់មិនជឿទេនៅពេលនេះរងចាំតាមដានទស្សនានៅអ៊ីពីសូតទី8បន្តទៀតអរគុណ